តិភាពខ្ពស់បំផុតគឺបញ្ចប់សង្គ្រាមកម្ពុជាថៃឲ្យបានសពបំផុតនិងការពារប្រជាពលរដ្ឋស៊ីវិលលោកវងវិនបិនឯកអគ្គរដ្ឋស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងនៅថ្ងៃទី15ខែធ្នូម្សិលមិញថាអតិភិបខ្ពស់បំផុតគឺបញ្ចប់សង្គ្រាមនិងការពារប្រជាពលរដ្ឋស៊ីវិលលោកនិយាយដោយក្តីសង្ឃឹមថាភាគីទាំងកម្ពុជាថៃនិងអត់ធ្មត់ជាអតិបរមាចាត់គ្រប់វិធានការដើម្បីឈានទៅបិទសពបាញ់ឲ្យបានកាន់តែស័ព្ទបំផុតដើម្បីកសាងសន្តិភាពនិងស្ថិរភាពនៅតាមព្រំដែននិងដើម្បីប្រយោជន៍ប្រជាជនបើតាមឯកអគ្គរដ្ឋទូតនៅភ្នំពេញប្រទេសចិននឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងតាមដែលយើងអាចធ្វើបានដើម្បីលើកកម្ពស់ការសន្ទនាឈានទៅកសាងសន្តិភាពហើយចិននឹងបន្តដើរតួនាទីស្ថាបនាតាមវិធីរបស់ខ្លួនក្នុងការនាំមកនៅបទសពបាញ់រវាងកម្ពុជាថៃដើម្បីកសាងសន្តិភាពការចេញសារអំពាវនាវរបស់លោកវងវិនបិនធ្វើឡើងក្រោយអ្នកនាំពាក្យក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍ជំរុញឲ្យថៃនិងកម្ពុជាបញ្ឈប់ការបាញ់គ្នាជាបន្ទាន់ដើម្បីជៀសវាងសង្គ្រាមរីករាលដាលកាន់តែធំដោយចិនសន្យាថានឹងចូលរួមសម្របសម្រួលដើម្បីនាំយកសន្តិភាពមកវិញតាមរយៈប្រតិកម្មនេះមហាអំណាចចិនសង្ឃឹមថាកម្ពុជាថៃបញ្ឈប់ការប្រយុទ្ធគ្នានិងបន្ថយភាពតានតឹងឲ្យបានស័ព្ទបំផុតអ្នកនាំពាក្យក្រសួងការបរទេសចិនលោកកោឈិខុនបាននិយាយថាចិននឹងបន្តដោយមើលលើសន្តិរបស់ភាគីទាំងពីរក្នុងការធ្វើការឲ្យអស់ពីសមត្ថភាពដើម្បីជំរុញការចរចាដើម្បីសន្តិភាពនិងដើរតួនាទីស្ថាបនាតាមរបៀបរបស់យើងដើម្បីនាំមកនៅបទសពបាញ់និងការស្ដារសន្តិភាពរវាងប្រទេសទាំងពីរ